បងអាខ្ញុំឆ្ងល់កំពុងតែជពាក់គេហើយចេះតែឲ្យដោះបំណុលហើយបើអត់លុយហងនេះហើយដោះបំណុលមិនចេះបងកំពុងតែជពាក់គេហើយអត់លុយនឹងដោះបំណុលបានដែរខ្ញុំឆ្ងល់នេះហើយអតិថិជនយើងក៏គាត់ឆ្ងល់ឲ្យខ្ញុំដែរបងឯងអាចបកស្រាយបន្តិចបានអត់បងបាទតើបងប្អូនប្រហែលអ្នកខ្លះដែលមានចម្ងល់ដូចភរិយារបស់ខ្ញុំថាដោះបំណុលមិនទៅបើអត់មានលុយផងហ្នឹងថាដោះបានអត់មែនទេបងប្អូនអញ្ចឹងបើសិនជាបងប្អូនកំពុងតែមានចម្ងល់សូមអ្នកទាំងអស់គ្នាធ្វើការ comment ដើម្បីបញ្ជាក់ប្រាប់ខ្ញុំផងថាអ្នកទាំងអស់គ្នាក៏ឆ្ងល់ដែរបាទពីព្រោះរឿងនេះមិនមែនមានតែបងប្អូនម្នាក់ទេខ្ញុំធ្លាប់ជួបមនុស្សច្រើនហើយដែលគាត់សួរខ្ញុំសួររាល់ថ្ងៃតែម្ដងថាលោកគ្រូខ្ញុំជាប់បំណុលគេខ្ញុំអត់មានលុយទេតើដោះបានអត់បាទអញ្ចឹងដោយប្រពន្ធខ្ញុំគាត់លើកឡើងអញ្ចឹងថាគឺមានការឆ្ងល់ច្រើនមែនតើបាទអូខេបងប្អូនអញ្ចឹងមុននឹងធ្វើការបកស្រាយខ្ញុំសូមការអនុញ្ញាតបន្តិចណាសម្រាប់បងប្អូនដែលមិនទាន់ធ្លាប់ស្គាល់ខ្ញុំឈ្មោះមានសវុតភរិយារបស់ខ្ញុំមកច្រើនស្អីថាពួកយើងបានរៀបការជាមួយគ្នានៅឆ្នាំ2012ហើយយើងបានចាប់ផ្ដើមអាជីវកម្មមួយនោះគឺនៅឆ្នាំ2015នៅឆ្នាំនោះគឺយើងធ្វើម៉ាស៊ីនត្រជាក់នៅគល់ស្ពានព្រៃចម្រោងកែងកាក់ក្បាលក្រហមក្រុងតាខ្មៅប៉ុន្តែជាអកុសលมันបានជោគជ័យអីនោះទេបរាជ័យជាប់បំណុលគេ$40000បាទហើយពួកយើងទាំងពីរនាក់ក៏បានសម្រេចចិត្តបាទរត់ចោលស្រុកបាទគាំងខ្លាំងពេកបងប្អូនហើយគិតអីមិនចេញអញ្ចឹងក៏សម្រេចចិត្តចំណាក់ស្រុកទៅធ្វើជាពលករនៅក្នុងប្រទេសថៃប៉ុន្តែការទៅនោះក៏មិនទទួលបានលទ្ធផលនៃដោយអ្វីដែលយើងគិតនៅស្រុកខ្មែរនោះដែរបាទអញ្ចឹងក៏យើងត្រឡប់មកវិញក៏ធ្វើបានក៏បានជួបជាមួយនឹងដុកទ័របំណុលគឺលោកគ្រូស៊ីសុផលដែលគាត់បានជួយបង្ហាត់បង្ហាញខ្ញុំក្នុងការដោះបំណុល$40000ដោយប្រើរយៈពេល1ខែអញ្ចឹងខ្ញុំគាំង5ឆ្នាំបងប្អូនប៉ុន្តែនៅពេលដែលជួបមួយលោកគ្រូទម្លាយប្រាប់ពីកលឹះនិងរបៀបក្នុងការដោះស្រាយធ្វើឲ្យខ្ញុំអាចចាក់ចេញបានបាទអញ្ចឹងខ្ញុំសប្បាយចិត្តមែនទែនបន្ទាប់ពីដោះស្រាយរួចខ្ញុំក៏បានចង្អុលបង្ហាញបន្ថែមទៀតធ្វើជាវគ្គសិក្សាធ្វើជាសភៅមួយដែលចែកចាយទៅដល់បងប្អូនជាច្រើនដែលមានឈ្មោះថាអាចកំបាំងនៃការចាក់ចេញពីបំណុលបាទដែលនៅក្នុងនោះគឺមានដំណោះស្រាយមានកលឹះតែបងប្អូនយើងគាត់ធ្វើការយកទៅហើយគាត់មើលគាត់ឃើញពីដំណោះស្រាយពួកគាត់ហើយគាត់ដោះស្រាយបានខ្ញុំសប្បាយចិត្តមែនទែនអញ្ចឹងជាចំណែកមួយដែរក្តីរំភើបមួយដែរដែលយើងឆ្លងកាត់ខ្លួនឯងបានហើយយើងបានជួយទៅដល់អ្នកដទៃបាទអូខេបងប្អូនអញ្ចឹងនេះគឺជាដំណើរដើមតងរបស់ខ្ញុំអញ្ចឹងត្រឡប់មកសាច់រឿងប្រធានបទរបស់យើងវិញបាទបើអត់លុយតើអាចដោះបំណុលបានអត់បាទមែនទេអញ្ចឹងបងប្អូនកំពុងតែចង់ដឹងពីកន្លែងហ្នឹងណាបាទអូខេអញ្ចឹងខ្ញុំនឹងធ្វើការលើករឿងឧទាហរណ៍មួយចំនួនដើម្បីជាការផ្សារភ្ជាប់ហើយឲ្យបងប្អូនបានយល់បាទដើម្បីជាការស្រាយបំភ្លឺបាទអញ្ចឹងបងប្អូនលោកលោកស្រីទាំងអស់គ្នាខ្ញុំសូមសួរមួយសម្រាប់នៅពេលដែលយើងឈឺបាទលោកលោកស្រីបងប្អូនទាំងអស់គ្នាឈឺបងប្អូនតែងតែទៅពេទ្យទេមែនទេនេះគឺជាចំណុចមួយដែលខ្ញុំចង់និយាយថាបើសិនជាលោកលោកស្រីបងប្រុសបងស្រីមិត្តភក្តិទាំងអស់គ្នាមានលុយហេតុអីចាំមកពីគ្រោះយោបល់ហេតុអីចាំមករកដំណោះស្រាយមែនទេបាទអញ្ចឹងនេះគឺជាចំណុចមួយថាចុះបើយើងអត់ឈឺផងយើងទៅពេទ្យទៅយល់កន្លែងហ្នឹងបាទអញ្ចឹងតើតែយើងឈឺបានយើងទៅពេទ្យហើយយើងទៅពេទ្យយើងត្រូវរើសពេទ្យណាដែលមានជំនាញក្នុងការវិនិច្ឆ័យត្រឹមត្រូវមិនមែនទៅដល់ខុចថ្នាំមកស្បោងឲ្យយើងមកផ្ទះអង្គុយលេបទេបាទនេះគឺជាចំណុចមួយដែលខ្ញុំចង់ផ្សារភ្ជាប់កន្លែងហ្នឹងបាទអញ្ចឹងបើសិនជាលោកលោកស្រីថាអូខ្ញុំអត់មានលុយផងខ្ញុំដោះស្រាយបំណុលមិនខ្មិចបាទតើដោះបានអត់បាទលោកលោកស្រីបដូរមកវិញថាចុះបើសិនជាខ្ញុំអត់ឈឺផងតែខ្ញុំទៅពេទ្យទៅអីទៅរកថ្នាំទៅអីអញ្ចឹងយើងឈឺយើងអត់លុយគឺមានន័យថាយើងមានជំងឺបំណុលប៉ុន្តែយើងគិតមិនចេញបាទកន្លងមកក៏យើងអត់លុយដែរប៉ុន្តែយើងទៅខ្ចីគេយកមកគិតខុសកន្លងមកក៏យើងមិនដែលមានលុយដែរប៉ុន្តែយើងប្រើប្រាស់ចុះឡើងចឡើងធ្វើឲ្យយើងវេទនាជាពាក់គេកាន់តែច្រើនពេញភូមិឬក៏ម្ចាស់បំណុលធនាគារ1 2 3ជាដើមអញ្ចឹងសរុបមកវិញមានន័យថាជំងឺអត់លុយនេះអ្នកទាំងអស់គ្នាមិនមែនអត់តែថ្ងៃហ្នឹងទេអាថ្ងៃមុនក៏លោកអ្នកទាំងអស់គ្នាអត់ដែរបាទមិនមែនអត់ឆ្នាំហ្នឹងទេឆ្នាំមុនក៏អត់ដែរបើមានមិនមែនអ្នកទាំងអស់គ្នាទៅខ្ចីគេទេបាទអញ្ចឹងនេះគឺជាជំងឺតោះណាបាទអញ្ចឹងខ្ញុំចង់លើកឡើងពីចំណុចនេះថាវាងាយស្រួលបែបហ្នឹងបើសិនជាអ្នកទាំងអស់គ្នាលើកពីរឿងធៀបបែបហ្នឹងយកទៅពិចារណាអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាស្ដាប់ខ្ញុំយល់ខ្ញុំយល់ទេបងអញ្ចឹងមិនន័យថាបើសិនជាយើងឈឺយើងទៅពេទ្យវាមិនដែលណាអ្នកអត់ឈឺទៅពេទ្យទេបងមែនអត់ហើយមួយទៀតខ្ញុំយល់ថាបើសិនជាពួកកំពុងតែជាពាក់បំណុលគេគួរតែរកអ្នកប្រឹក្សាអ្នកណាដែលច្បាស់លាស់ដែលយើងទុកចិត្តនឹងសួរឲ្យនឹងវិភាសារបស់យើងពីបំណុលរបស់យើងមែនអត់បងបាទបើសិនជាអ្នកទាំងអស់គ្នាចង់ប្រឹក្សាជាមួយខ្ញុំបន្ថែមពីផ្នែកហិរញ្ញវត្ថុនិងបំណុលខ្ញុំមានទទួលការប្រឹក្សាតាមទូរស័ព្ទបាទ
តាមរយៈលេខ096 ដើម008គត់ខ្ញុំមានរូបមន្តមានក្បួនក្នុងការជួយអ្នកទាំងអស់គ្នាឲ្យបានភ្លឺច្បាស់ពីចំណុចទាំងអស់នេះអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាត្រូវការខ្ញុំអាចតាក់ទងមកឥឡូវនេះជួបជាមួយខ្ញុំផ្ទាល់តែម្ដងបាទអញ្ចឹងសូមអរគុណសូមជម្រាបលាបងប្អូនទាំងអស់គ្នាបាទសំណាងល្អ